អ្នករកចំណូលបានច្រើននិងអ្នកប្រកែចាត់ចែងលុយកន្លែងនេះខ្ញុំចង់និយាយថាបើសិនជាយើងរកចំណូលបានច្រើនតើយើងអាចក្លាយទៅជាអ្នកមានបានឬក៏អត់អញ្ចឹងខ្ញុំបែងចែកជាពីរទី1យើងសម្រាប់អ្នកធ្វើការបើសិនជាគាត់ធ្វើការគាត់រកចំណូលបានច្រើនពីប្រាក់ខែរបស់គាត់អញ្ចឹងគាត់ក្លាយជាអ្នកមានទេចំណុចមានពីរគាត់អាចក្លាយជាអ្នកមានបានទេបើសិនជាគាត់យកប្រាក់ចំណូលពីប្រាក់ខែរបស់គាត់នឹងការចាយវាយរបស់គាត់អត់មានការគ្រប់គ្រងច្បាស់លាស់ទេឧទាហរណ៍ថាប្រាក់ខែគាត់5000ចឹងគាត់យកទៅទិញដូចជារបស់របរណាដែលនាំឲ្យបាត់តម្លៃលុយចុះថោកឧទាហរណ៍ទៅជាឡានទំនើបទៅជាម៉ូតូទៅទិញរបស់ណាដែលវាអត់នាំចំណូលមកឲ្យអញ្ចឹងការចាយវាយបែបហ្នឹងការរកចំណូលបានបែបហ្នឹងគឺអត់អាចខ្លាយទៅជាអ្នកមានបានទេដោយសារសេរីភាពហិរញ្ញវត្ថុរបស់គាត់គឺអត់នឹងណូទេបើសិនគាត់ឈប់ធ្វើការគឺអត់មានភពចំណូលគាត់ត្រូវមានបញ្ហាមួយទៀតបើសិនជាយើងធ្វើការយើងយកចំណូលហ្នឹងទៅសន្សំឬយកចំណូលនឹងទៅទៅនឹងការរកស៊ីឧទាហរណ៍ខ្ញុំស្គាល់មិត្តភ័ក្តិម្នាក់គាត់បានចំណូលប្រាក់ខែ5ទៅ600ទេប៉ុន្តែគាត់យកលុយនឹងឯងទៅជាលក្ខណៈបងគាត់ទិញផ្ទះគាត់មានផ្ទះហើយអញ្ចឹងណាគាត់រៀបចំផ្ទះដល់ពេលរៀបចំផ្ទះហើយគាត់ជួលឲ្យបរទេសអញ្ចឹងដល់ពេលជួលឲ្យបរទេសជួលបានមួយហើយគាត់យកប្រាក់ខែរបស់គាត់ទៅបងថ្លៃដែលគាត់ខ្ចីធនាគារមកហ្នឹងបន្ទាប់មកទៀតគាត់ទិញផ្ទះមួយទៀតគាត់យកមកកែកុនហើយគាត់យកធនាគារថែមគាត់យកប្រាក់ខែរបស់គាត់ហើយនិងប្រាក់ខែរបស់ដែលបរទេសជួលផ្ទះទី1ហ្នឹងមកបង់ផ្ទះនៅធនាគារបាទអញ្ចឹងប្រាក់ខែរបស់គាត់បូកនឹងថ្លៃជួលផ្ទះទី1គាត់បង់ធនាគារបានអញ្ចឹងគាត់រកធ្វើការបដៅប្រាក់ខែគាត់តិចទេប៉ុន្តែគាត់រកចំណូលបានពីផ្ទះជួលផងប្រាក់ខែគាត់ផងអានឹងថាឱកាសថ្លៃទៅជាអ្នកមានទី2ខ្ញុំនិយាយពីការអ្នករកស៊ីម្ដងអ្នករកស៊ីគាត់បកកាយរកលុយគាត់រកចំណូលបានច្រើនមិនអាចថាប្រកាសខ្លាយជាអ្នកមានបានទេបើសិនជាគាត់អត់ទេគ្រប់គ្រងចំណូលឧទាហរណ៍ថាគាត់រកបានមួយខែ5000មួយខែ10000បើសិនជាគាត់យកលុយហ្នឹងទៅលុយឆាយយកលុយហ្នឹងទៅទិញសម្ភារៈទំនើបដូចជាឡានដូចជារបស់របរណាដែលអត់មានប្រភពចំណូលដូចជាការចាយវាយគឺហាងសម្លៀកបំពាក់ឆាតឆាយរបស់របរ brand តែរបស់អស់ទាំងហ្នឹងគឺកាលណាយើងប្រើទៅវាធ្លាក់តម្លៃរបស់វាអត់បាននាំភាពចំណូលមកទេបើសិនជាអ្នកមាននឹងគាត់បានរកចំណូលពីការរកស៊ីមកច្រើនប៉ុន្តែគាត់ចេះចាត់ចែងលុយគាត់យកទៅវិនិយោគឧទាហរណ៍យកទៅទិញផ្ទះយកផ្ទះនឹងមកជួលយកទិញឡាននឹងយកមកបង្កើតចំណូលយកមកជួលអញ្ចឹងលុយរបស់គាត់គឺវិលមកវិញគាត់រកចំណូលក៏បានលុយដែលគាត់រកទៅវិនិយោគហ្នឹងក៏បានចំណូលមកវិញអញ្ចឹងមានន័យថាគាត់ធ្វើការហើយចំណូលរបស់គាត់កាន់តែកើនមកវិញខ្ញុំចូលនេះចង់និយាយពីការរកស៊ីបើសិនជាគាត់រកស៊ីហើយគាត់រកចំណូលបានពីការរកស៊ីដែលលុយរបស់គាត់ផ្សេងទៀតដូចថាគាត់វិនិយោគទៅលើផ្ទះវិនិយោគទៅលើឡានជួលវិនិយោគទៅលើបើកអីមួយក្រុមហ៊ុនអីចឹងទៅបន្ថែមទៀតក៏ចំណូលរបស់គាត់តែកើនឡើងអាទៅនេះចំណុចល្អអញ្ចឹងអ្នកធ្វើការទាំងអ្នករកស៊ីសិតតែជាឱកាសមួយដែលអាចខ្លាយទៅជាអ្នកមានបើសិនជាគាត់ចេះចាត់ចែងហិរញ្ញវត្ថុក្នុងការយកហិរញ្ញវត្ថុហ្នឹងដើម្បីទៅបង្កើតលុយដើម្បីឲ្យលុយបង្កើតលុយថែមទៀតក៏ប៉ុន្តែបើសិនជាគាត់រកចំណូលបានធ្វើការបានពីការរកស៊ីគាត់រកបានច្រើនប៉ុន្តែគាត់អត់ចេះបែងចែកចំណូលហ្នឹងទេឧទាហរណ៍ថាឥឡូវគាត់ជាពាក់ធនាគារ100,000អញ្ចឹងគាត់យកចំណូលរបស់គាត់បានមកលុយធនាគារខ្ចីហ្នឹងអញ្ចឹងគាត់យកទៅថាគាត់ទិញឡានទំនើប10 20,000អញ្ចឹងយូរទៅនៅពេលណាដែលចំណូលរបស់គាត់ធ្លាក់គាត់ក៏จะមានបញ្ហាបាទឡើយខ្ញុំអរគុណច្រើន